Đường xoayប្រវត្តិ AK12 ជំរាបសួរប្រិយមិត្ត KH New ជាទីមេត្រីនៅក្នុងសម្យុទ្ធយោធាមួយកងទ័ពពិសេសឡើងបានវឹកហាត់ប្រើប្រាស់កាំភ្លើងស្វ័យប្រវត្តិ AK12 ដែលជាផលិតផលរុស្ស៊ីវាជាកាំភ្លើងចំនួនថ្មីនិងមានលក្ខណៈពិសេសខុសពី AK ដទៅទៀតបើយើងក៏លេខមកមើលពីកម្លាំងយោធាឡាវវិញគឺប្រទេសមួយនេះមានលក្ខណៈទួនខ្សោយជាងគេក្នុងតំបន់ប៉ុន្តែកងទ័ពឡាវមានអាវុធទំនើបជាច្រើនដូចជារថក្រោះប្រយុទ្ធធុនតេ 72B1 ប្រព័ន្ធបាញ់គ្រាប់រ៉ុកែត BM21 និង SR5 ដែលជាប្រព័ន្ធបាញ់គ្រាប់រ៉ុកែតទំនើបប្រព័ន្ធការពារដែនអាកាស S125 Upgrade ដែលមានបេឡារុសជាអ្នកជួយធ្វើទំនើបកម្មនិងជួយបង្ហាត់កងទ័ពឡាវនិងប្រព័ន្ធការពារអាកាសរយៈចម្ងាយខ្លី Strela 10 ផងដែររួមជាមួយនឹងយន្តហោះសម្រាប់វឹកវើនិងគ្រប់គ្រងដល់ការប្រយុទ្ធថ្មើរជើងយ៉ាង130និង K8 ដោយប្រឈមមុខនឹងពិភពលោកដែលកំពុងវឹកវើដោយសារតែសង្គ្រាមគ្រប់ទីកន្លែងឡើយបាននាំចូលសព្វពុទ្ធបន្ថែមទៀតដើម្បីការពារខ្លួនពីសត្រូវនិងពង្រឹងចំណងមិត្តភាពជាមួយនឹងបណ្ដាប្រទេសកុម្មុយនីសធំដើម្បីជួយគ្រប់គ្រងខ្លួនប្រសិនបើមានសង្គ្រាមជាមួយនឹងប្រទេសជិតខាងជាយថាហេតុទូយ៉ាងដូចជាពេលថ្មីកន្លងទៅនេះឡាវបានបញ្ជូនកងទ័ពខ្លួនទៅរុស្ស៊ីដើម្បីដោះមាននៅលើទឹកដីអ៊ុយក្រែនដែលរុស្ស៊ីវាយកាន់កាប់យកបាននិងឡាវបានពង្រីកទំនាក់ទំនងជាមួយនឹងកូរ៉េខាងជើងក្នុងន័យនេះឡាវមិនទុកចិត្តអ្នកជិតខាងខ្លួននោះទេទូយ៉ាងដូចជាថៃជាដើមដោយឡាវនិងថៃធ្លាប់ធ្វើសង្គ្រាមនឹងគ្នានាកំឡុងឆ្នាំ1587កាលនោះថៃបានវាយកាន់កាប់ទឹកដីឡាវបានមួយចំនួនដោយថៃមិនទទួលស្គាល់នៅផែនទីដែលគោះវាដោយបារាំងរួចក៏លើកទ័ពមកកាន់កាប់ទឹកដីឡាវដែលថៃយល់ថាជារបស់ខ្លួននឹងបន្តកាន់កាប់ទឹកដីនោះរហូតមកទល់នឹងសព្វថ្ងៃហើយគេក៏បានហៅសង្គ្រាមរវាងឡាវនិងថៃនោះថាសមរភូមិបានរំខ្លៅគប់ជួននាឆ្នាំ2025នេះថៃបានឈ្លានពានកម្ពុជាទៀតរឹតតែធ្វើឲ្យឡាវបារម្ភបន្ថែមទៀតដូច្នេះឡាវមានតែផ្ដល់អត្ថប្រយោជន៍លើវិស័យការពារជាតិជាងសេដ្ឋកិច្ចទើបឡាវងាកខ្លួនទៅកាន់តែខ្លាំងទៅរករុស្ស៊ីកូរ៉េខាងជើងនិងបេឡារុសដើម្បីជួយគ្រប់គ្រងខ្លួនឥឡូវនេះយើងងាកមកមើលសព្វពុទ្ធប្រចាំកាយរបស់កងទ័ពឡាវវិញម្ដងមិនខុសពីកម្ពុជានោះទេកងទ័ពឡាវប្រើប្រាស់អាវុធចម្រុះមានរបស់ចិននិងរុស្ស៊ីប៉ុន្តែកងទ័ពអ្នកជិតខាងមួយនេះទទួលបានអាវុធពីបងធំរបស់គេនោះគឺវៀតណាមដោយវៀតណាមបានបើករោងចក្រផលិតអាវុធនៅព្រំប្រទល់វៀតណាមឡាវនិងបានប្រគល់អាវុធមួយចំនួនដល់កងទ័ពឡាវទៀតផងចំណែកឯរុស្ស៊ីវិញបានបំពាក់កាំភ្លើងចំនួនថ្មីដល់កងពិសេសឡាវនោះគឺ AK12 AK12 ត្រូវបានក្រុមហ៊ុន Mikhail Kalashnikov ព្រួយផ្ដើមផលិតឡើងនាឆ្នាំ2010និងចាប់ផ្ដើមផលិតជាលក្ខណៈទ្រង់ទ្រាយធំនាឆ្នាំ2018ត្រូវបានប្រទេសជាច្រើនបញ្ជាទិញដូចជាអាមេនីបេឡារុសកូរ៉េខាងជើងរុស្ស៊ីកាតាស៊េរីនិងបង់ក្លាដេសជាដើមជាមួយនឹងទម្ងន់ទទេ 3.5 គីឡូក្រាមបណ្ដោយប្រវែង922 មីលីម៉ែត្រចំពោះការប្រើប្រាស់ប្រភេទគ្រាប់វិញគឺអាស្រ័យលើប្រភេទ AK មួយចំនួនដូចជា AK12K ប្រើប្រាស់គ្រាប់ប្រភេទ 5.45 គុណនឹង39 មីលីម៉ែត្រ AK15K ប្រើប្រាស់គ្រាប់ប្រភេទ 7.62 គុណនឹង39 មីលីម៉ែត្រ AK19 ប្រើប្រាស់គ្រាប់ 5.56 គុណនឹង45 មីលីម៉ែត្រនិង AK308 ប្រើប្រាស់គ្រាប់ 5.56 គុណនឹង51 មីលីម៉ែត្រចំណែកប្រសិទ្ធភាពនៃការបាញ់របស់ AK12 វិញគឺវាអាចបាញ់បានចម្ងាយ440ម៉ែត្រជាចម្ងាយបាញ់មានប្រសិទ្ធភាពខ្ពស់អាចបង្កគ្រោះថ្នាក់ដល់ជីវិតនិងចម្ងាយឆ្ងាយបំផុតនោះគឺ3150ម៉ែត្រដោយវាអាចបាញ់បាន700គ្រាប់ក្នុង1នាទីនិងអត្រាល្បឿនគ្រាប់រត់880ទៅ900ម៉ែត្រក្នុង1វិនាទីដោយក្នុងមួយបង់មាន30គ្រាប់និងបង់ត្រឡោកមានគ្រាប់75គ្រាប់ AK12 មានបំពាក់អាយរុនសាញសម្រាប់មើលគោលដៅនិង telescope ហើយមិនត្រឹមតែប៉ុណ្ណោះវាក៏អាចបំពាក់ឧបករណ៍តាមបែបស្តង់ដារសហរដ្ឋអាមេរិកបានដែរនិងសម្រាប់ក្នុងតំបន់យើងវិញសពថ្ងៃនេះមានតែកងទ័ពពិសេសឡាវមួយប៉ុណ្ណោះដែលមានកាំភ្លើងទំនើបចំនួនថ្មី AK12 ប្រើប្រាស់ខ្ញុំក៏សូមបញ្ជាក់ផងដែលថា AK12 ខុសពីកាំភ្លើង AK សេរីចាស់មុនរបស់រុស្ស៊ីទាំងទម្ងន់និងសមត្ថភាពហើយការបំពាក់របស់វាមួយចំនួនត្រូវបានផលិតចេញពីជ័រស្វិតដើម្បីកាត់បន្ថយទម្ងន់របស់វាកុំឲ្យធ្ងន់ពេកនិងងាយស្រួលសម្រាប់កងទ័ពប្រើប្រាស់